ស្រីចាស់ចិត្តងប់ឯងរស់នៅយូរល្មមហើយឆាប់ចុះនរកទៅឲ្យតែឯងស្លាប់ផ្ទះនឹងទ្រព្យសម្បត្តិគ្រួសារនេះនឹងបានមកខ្ញុំទាំងអស់អ្នកឯងកំពុងធ្វើអីហ្នឹងអ្នកឯងលួចដាក់អីចូលក្នុងចានបរលោកយាយអាឆ្កែឯងនិយាយផ្ដេសផ្ដាស់អីហ្នឹងលែងដៃខ្ញុំភ្លាមបើមិនចង់មានរឿងទេបិទមាត់ឯងទៅឯងចង់សម្លាប់លោកយាយមែនទេខ្ញុំនឹងទៅប្រាប់ពុកភ្លាមឯងគិតថាពុកឯងជឿឯងឬជឿខ្ញុំចង់ប្រាប់ក៏ប្រាប់ទៅចាំមើលថានរណានឹងត្រូវគេដេញចេញពួកឯងកំពុងធ្វើស្អីហ្នឹងប្តីសម្លាញ់អ្នកមកល្មមកូនប្រុសអ្នកវាលួចដាក់ថ្នាំក្នុងបម៉ែខ្ញុំចាប់បានកាត់ដៃខ្ញុំខំខាត់តែវានៅចង់វាខ្ញុំទៀតមិនមែនខ្ញុំទេគឺគាត់ជាអ្នកដាក់ថ្នាំក្នុងបលោកយាយខ្ញុំឃើញនឹងភ្នែកឯងនៅហ៊ានភូតទៀតគឺអ្នកឯងជាអ្នកញាត់កញ្ចប់ថ្នាំនេះមកឲ្យខ្ញុំសោះនឹងវាអន់ចិត្តនឹងម៉ែយូរហើយថាអ្នកម៉ែនៅពេទ្យអស់លុយច្រើនវានិយាយថាចាស់ហើយនៅធ្វើជារ៉ាប់រងគេទៀតចង់ឲ្យម៉ែឆាប់ស្លាប់ទៅលោកយាយចិញ្ចឹមខ្ញុំតាំងពីតូចមិននឹងខ្ញុំអាចធ្វើបាបគាត់កើតរឿងបែកការហើយនៅហ៊ានទម្លាក់កំហុសលើខ្ញុំទៀតបានហើយកញ្ចប់ថ្នាំនៅក្នុងដៃឯងស្រាប់ឯងនៅហ៊ានប្រកែកទៀតពុកខ្ញុំជាកូនបង្កើតរបស់ពុកណាហេតុអ្វីគាត់និយាយអីពុកជឿទាំងអស់តែខ្ញុំនិយាយអីក៏ពុកមិនជឿសោះអីចឹងចុះឯងមានភស្តុតាងអីឲ្យអញជឿបើឯងអាម៉ូហ្វអាចស្រាយបានថាជាស្នាដៃម្ដាយចុងឯងនឹងលែងលះជាមួយនាងភ្លាមតែបើឯងស្រាយមិនបានទេចាប់ពីថ្ងៃនេះទៅអញគ្មានកូនដូចជាឯងទេសូមពុកម៉ែបងប្អូននៅមុខអេក្រង់ទាំងអស់ជួយធ្វើជាសាក្សីឲ្យខ្ញុំផងគឺគាត់ជាអ្នកដាក់ថ្នាំទម្លាក់កំហុសលើខ្ញុំសូមចុចមេដៃឬចុចបេះដូងជួយខ្ញុំផងបើប្រះចាកអ្នកទាំងអស់គ្នាខ្ញុំមិនត្រឹមតែជួយលោកយាយមិនបានទេថែមទាំងត្រូវគេដេញចេញពីផ្ទះទៀតខ្ញុំពិតជាមិនបានកុហកទេសូមអ្នកទាំងអស់គ្នាជួយធ្វើជាសាក្សីឲ្យខ្ញុំផងប្តីកុំទៅស្ដាប់វាឡើយរឿងក្នុងគ្រួសារមានអីត្រូវទៅសួរអ្នកក្រៅឆាប់ដេញវាចេញទៅកុំឲ្យរំខានការសម្រាករបស់ម៉ែនាងស្លន់ស្លោធ្វើអីខ្ញុំមិនទាន់សួរដេញដល់ច្បាស់ផងមិនក៏នាងប្រញាប់ដេញគេម្លេះខ្ញុំគ្រាន់តែខ្លាចវានៅតែបន្តកុហកប៉ុណ្ណោះពុកម៉ែបងប្អូនទាំងអស់គ្នារឿងរ៉ាវអំបញ្ញមិញនេះអ្នកទាំងអស់គ្នាបានឃើញច្បាស់ហើយមែនទេបើពិតជាកូនប្រុសខ្ញុំដាក់ថ្នាំពុលលោកយាយមែនអ្នកទាំងអស់គ្នាមិនបាច់ជួយនិយាយកាន់ជើងវាទេតែបើស្រីម្នាក់នេះជាអ្នកដាក់ថ្នាំហើយទម្លាក់កំហុសលើកូនខ្ញុំសូមចុចប៊ូតុងពណ៌ក្រហមនៅខាងស្ដាំដៃដើម្បីធ្វើជាសាក្សីខ្ញុំនឹងលែងលះជាមួយនាងដេញនាងចេញពីផ្ទះតែខ្លួនតែភ្លាមកុំចុចឲ្យសោះពួកឯងគ្មានសិទ្ធិការពិតត្រូវបានលាតត្រដាងអំពើអាក្រក់របស់ស្រីចិត្រាចាត្រូវទទួលទោសតាមច្បាប់អយុត្តិធម៌និងភាពស្អាតស្អាមត្រូវបានត្រឡប់មកជូនកូនប្រុសនិងលោកយាយវិញដោយសុវត្ថិភាពបកប្រែនឹងកែសម្រួលដោយពូដាអេសូមអរគុណនៅការទស្សនាសូមចុចខាងក្រោមដើម្បីទទួលបានរឿងថ្មី